លោកនាងប្រិយមិត្តអ្នកស្ដាប់វិទ្យុអស៊ីសេរីជាទីមេត្រីជាបន្តទៅនេះសូមអញ្ជើញអស់លោកនាងស្ដាប់នីតិវេទិកាអ្នកស្ដាប់វិទ្យុអស៊ីសេរីក្រុមប្រធានបទស្ដីអំពីឋានានុក្រមនៃច្បាប់កម្ពុជាកម្មវិធីនេះមានលោកជីវិតាជាអ្នកសម្របសម្រួលដូចតទៅវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំបាទជីវិតាសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីមេត្រីដូចបានជម្រាបជូននៅក្នុងរាត្រីនេះវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងពិភាក្សាអំពីឋានានុក្រមនៃច្បាប់ឥឡូវនេះនៅក្នុងបន្ទប់ផ្សាយសម្លេងវិទ្យុអាស៊ីសេរីនាទីក្រុងភ្នំពេញយើងមានវាគ្មិន3រូបគឺលោកមេធាវីសុកសំអឿនជានាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាលោកឡាត់គីប្រធានកម្មវិធីដីធ្លីនិងធនធានធម្មជាតិនិងជាប្រធានកម្មវិធីតុលាការខ្មែរក្រហមរបស់អង្គការសមាគមអាត60និងលោកដូចពិសិដ្ឋអ្នកសម្របសម្រួលគម្រោងសង្កេតការសវនាការនៃវិជ្ជមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាទសូមជម្រាបសួរលោកវាគ្មិនទាំង3បាទសូមជម្រាបសួរបាទលោកអ្នកស្ដាប់ជាទីមេត្រីប្រទេសកម្ពុជាបានក្លាយជាប្រជាណាចក្រកម្ពុជាលើកទី2នៅក្នុងឆ្នាំ1993បន្ទាប់ពីការបោះឆ្នោតសភាជាតិរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានបង្កើតឡើងដែលកំណត់ឲ្យប្រទេសកម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបកនិងយកគោលការណ៍នីតិរដ្ឋឈលលើគោលការណ៍នីតិរដ្ឋនេះរយៈកាលជាង20ឆ្នាំកន្លងមកនេះស្ថាប័នកម្ពុជាមានរដ្ឋសភានិងរដ្ឋាភិបាលបានតាក់តែងនិងអនុម័តច្បាប់និងបទបញ្ជាជាច្រើនរាប់មិនអស់សម្រាប់អនុវត្តសម្ដៅគ្រប់គ្រងកម្ពុជាឲ្យមានស្ថិរភាពសង្គមដោយអ្វីដទៃទៀតដែរច្បាប់គឺមានធំមានតូចឬមានឋានានុក្រមរបស់វាឧទាហរណ៍រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេសដែលគ្មានច្បាប់ណាមួយអាចបំពានលើរដ្ឋធម្មនុញ្ញបានឡើយមានន័យថាគេមិនអាចធ្វើច្បាប់ណាឲ្យផ្ទុយពីស្មារតីរបស់រដ្ឋធម្មនុញ្ញទេបាទហើយនៅក្រោមរដ្ឋធម្មនុញ្ញមានអ្វីដែលស្ថិតក្នុងលំដាប់ទី2នោះតទៅទៀតនោះខ្ញុំនឹងសូមទុកឱកាសនេះជូនលោកមេធាវីសុកសំអឿនដើម្បីពន្យល់ជូនលោកអ្នកស្ដាប់អំពីឋានានុក្រមរបស់ច្បាប់និងសារៈសំខាន់នៃការគោរពឋានានុក្រមនេះបាទជំរាបសួរប្រិមិត្តបាទពាក់ព័ន្ធទៅនឹងឋានានុក្រមច្បាប់ហ្នឹងគឺយើងរួមទៅវាអាចមានការវិភាគ2ទី1គឺយើងវិភាគទៅតាមឈ្មោះឬក៏ចំណងជើងអត្ថបទច្បាប់ឬក៏អត្ថបទលិខិតតុបករលិខិតហើយបាត់គេហៅថាលិខិតបទដ្ឋានគតិយុត្តក៏បានដែរហើយនៅក្នុងនេះយើងអាចឃើញថាទី1គឺយើងមើលអំណាចនៃការសម្រេចទី1គឺថាយើងឃើញមានពេលដែលបង្កើតរដ្ឋធម្មនុញ្ញយើងមានសភាធម្មនុញ្ញដូចជាសភាធម្មនុញ្ញហ្នឹងគឺមានកម្ពុជាជាងគេហើយបន្តមកទៀតយើងឃើញមានព្រះមហាក្សត្រលោកជាអ្នកចុះហត្ថលេខាឲ្យច្បាប់ណាមួយប្រើប្រាស់ហើយបន្តមកទៀតគឺយើងឃើញសភាហើយពាក់ព័ន្ធនឹងព្រះមហាក្សត្រដូចយើងឃើញមានថាមានលោកយើងឃើញព្រះអង្គលោកចេញព្រះរាជក្រឹត្យហើយនៅព្រះរាជក្រមព្រះរាជក្រមគឺសំដៅទៅលើការប្រកាសឲ្យច្បាប់ណាមួយប្រើប្រាស់ជាធរមានចំណែកព្រះរាជក្រឹត្យគឺសេចក្តីសម្រេចរបស់ព្រះមហាក្សត្រហើយបន្ទាប់ក្រោមព្រះរាជក្រឹត្យព្រះរាជក្រមនោះយើងឃើញគឺសំដៅទៅលើអង្គនីតិបញ្ញត្តិសភាហើយដូច្នេះបើយើងមើលពីសភាយើងឃើញជាពិសេសសភាគឺអនុម័តច្បាប់អ្វីដែលសភាលោកបង្កើតឬក៏ចេញមកយើងហៅថាច្បាប់ហើយក៏ប៉ុន្តែគ្រាន់តែពេលដែលសភាអនុម័តច្បាប់ហើយហ្នឹងច្បាប់ហ្នឹងមិនទាន់អាចប្រើបានទេគឺត្រូវតែឲ្យព្រះមហាក្សត្រលោកឡាយព្រះហត្ថលេខាជាប្រកាសជាព្រះរាជក្រមអញ្ចឹងទៅហើយបើសិនយើងមើលមួយទៀតបើយើងអ្នកការវិភាគមួយគឺយើងភ្លេចអត់បានមើលទៅលើអំណាចតុលាការដែរក៏តែបើយើងមើលពីអត្តពលនៃអ្នកបង្កើតគឺបន្ទាប់ពីសភាគឺតុលាការហេតុអីបានខ្ញុំថាអញ្ចឹងវាព្រោះថាទោះបីជាបើយើងមើលមកផ្លេចយើងឃើញថាបន្ទាប់ពីសភាគឺរដ្ឋាភិបាលគឺនាយករដ្ឋមន្ត្រីលោកអ្នកចេញថតតែចេញអនុក្រឹត្យចេញសចនចេញប័ណ្ណវិជាអញ្ចឹងក៏ប៉ុន្តែពេលដែលមានរឿងក្តីកើតឡើងទៅតុលាការសួរថានរណាមួយដែលមានសម្រេចថាអនុក្រឹត្យហ្នឹងចេញខុសច្បាប់ផ្ទុយច្បាប់មិនអាចប្រើប្រាស់បានទេឬក៏
មិនអាចយកមកប្រើប្រាស់បានទេគឺតុលាការដូច្នេះបើយើងមើលមែនទេគឺតុលាការមានការសម្រេចរបស់តុលាការមានឥទ្ធិពលជាងរាជរដ្ឋាភិបាលទៀតហ្នឹងបើយើងមើលពីខ្លឹមសារនៃច្បាប់ហើយនៅក្នុងបន្ទាប់មកគឺអំណាចនៅក្នុងអីរាជរដ្ឋាភិបាលយើងឃើញមានបែងចែកទៅតាមក្រសួងមន្ទីរបែងចែកទៅតាមតំបន់ឧទាហរណ៍ដូចជាយើងឃើញគណៈបើយើងមើលតំបន់យើងឃើញមានគណៈរដ្ឋមន្ត្រីបន្ទាប់ពីគណៈរដ្ឋមន្ត្រីយើងឃើញមានខេត្តមានស្រុកមានខណ្ឌអីចឹងទៅក៏តែបើសិនជាយើងមើលពីខាងក្រសួងវិញយើងឃើញគណៈរដ្ឋមន្ត្រីបន្ទាប់មកក្រសួងមកមាននាយកដ្ឋានមានការិយាល័យអីចឹងបន្តមកទៀតចឹងទៅហើយដូច្នេះលិខិតបទដ្ឋានទាំងអស់នោះគឺមានឋានានុក្រមរបស់វាតាមឋានៈបែបហ្នឹងឯងហើយហេតុអីបានជាសួរថាចុះមានច្បាប់ណាចែងថាអនុក្រឹត្យធ្វើក្រមច្បាប់យើងមើលក្នុងច្បាប់ខ្លួនឯងឧទាហរណ៍ដូចក្នុងច្បាប់ភូមិបាលអញ្ចឹងគេសភាក្នុងច្បាប់ហ្នឹងមានចែងហ្មងថាខ្លឹមសារនេះឬក៏អីនេះគេថាត្រូវកំណត់ដោយអនុក្រឹត្យមានន័យថាម៉េចដោយអនុក្រឹត្យមួយណាមានន័យថាម៉េចមានន័យថាច្បាប់ភូមិបាលបានឲ្យអំណាចទៅរាជរដ្ឋាភិបាលដើម្បីចេញអនុក្រឹត្យគឺមានន័យថាម៉េចមានន័យថាអនុក្រឹត្យត្រូវតែស្ថិតនៅក្រោមឆ័ត្រនៃច្បាប់បាទដូច្នេះខ្ញុំសរុបសេចក្តីមកវិញយើងឃើញមានសភាធម្មនុញ្ញព្រះមហាក្សត្របន្ទាប់មកសភាអង្គនីតិបញ្ញត្តិតុលាការបានខាងរាជរដ្ឋាភិបាលខាងរដ្ឋាភិបាលហើយកុំភ្លេចមួយទៀតគឺច្បាប់អន្តរជាតិបើយើងគិតមែនតើបើសិននៅក្នុងបើយើងក្នុងប្រទេសមួយយើងនិយាយថារដ្ឋធម្មនុញ្ញកម្ពុជាលើច្បាប់អន្តរជាតិទៀតអញ្ចឹងណាក៏តែបើយើងគិតពីពីអត្ថន័យរបស់វាតាមពិតច្បាប់អន្តរជាតិត្រូវខ្ពស់ជាងរដ្ឋធម្មនុញ្ញទៀតបានត្រូវព្រោះហេតុអីព្រោះថាបើសិនជាប្រទេសយើងអនុម័តឬចុះហត្ថលេខាលើច្បាប់អន្តរជាតិណាមួយហើយពេលនោះយើងត្រូវបកមកវិញបន្ទាប់ពីយើងទទួលស្គាល់ច្បាប់អន្តរជាតិហើយយើងមកបកមើលរដ្ឋធម្មនុញ្ញវិញតែរដ្ឋធម្មនុញ្ញយើងនៅពីលើច្បាប់ហ្នឹងឬក៏ច្បាប់ហ្នឹងនៅពីលើរដ្ឋធម្មនុញ្ញបើសិនជាច្បាប់នឹងនៅពីលើឬក៏មានអត្ថន័យវាត្រូវគ្របលើរដ្ឋធម្មនុញ្ញត្រូវកែតាមច្បាប់ហ្នឹងគឺមានករណីពីរទីមួយគឺយើងអត់អនុវត្តយើងបដិសេធអត់ទទួលស្គាល់ច្បាប់អន្តរជាតិហ្នឹងឬក៏យើងត្រូវកែរដ្ឋធម្មនុញ្ញយើងពង្រីករដ្ឋធម្មនុញ្ញយើងឲ្យគ្របទៅលើច្បាប់អន្តរជាតិហ្នឹងដើម្បីឲ្យคล้ายទៅជាច្បាប់កម្ពុជាវិញដូច្នេះបើយើងមើលពីបច្ចេកទេសច្បាប់គឺវាពាក់ព័ន្ធយ៉ាងដូចនេះឯងបាទតែទោះជាយ៉ាងណាចំពោះសន្ធិសញ្ញាឬក៏ច្បាប់អន្តរជាតិនៃរដ្ឋសភាដែលរដ្ឋសភាយើងបានផ្ដោតសេចក្ដីបានទៅជាច្បាប់នោះក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចហើយថាកាលពីឆ្នាំ2007ថាច្បាប់អន្តរជាតិទាំងនោះស្មើនឹងច្បាប់ដែរច្បាប់ដែលរដ្ឋសភាបានអនុម័តបាទវាអញ្ចឹងក៏ប៉ុន្តែគ្រាន់តែខ្ញុំចង់បញ្ជាក់ថាក្នុងករណីដែលច្បាប់អន្តរជាតិវាធំជាងរដ្ឋធម្មនុញ្ញយើងត្រូវពង្រីករដ្ឋធម្មនុញ្ញយើងដែរឲ្យស្របទៅតាមច្បាប់អន្តរជាតិហ្នឹងព្រោះបើមិនអញ្ចឹងយើងអនុវត្តច្បាប់អន្តរជាតិមិនកើតព្រោះវាផ្ទុយរដ្ឋធម្មនុញ្ញយើងអាចទទួលយកបានខ្ញុំលើកឧទាហរណ៍អញ្ចឹងណាបាទសូមអរគុណតែចង់បញ្ជាក់ថាសារៈសំខាន់នៃការគោរពអឋានានុក្រមរបស់ច្បាប់ហ្នឹងតើវាមានសារៈសំខាន់យ៉ាងម៉េចដែរចំពោះលោកការដែលសារៈសំខាន់ក្នុងការគោរពឋានានុក្រមច្បាប់ហ្នឹងគឺសំខាន់គឺយើងចង់ឲ្យប្រទេសហ្នឹងវាទៅជានីតិរដ្ឋគឺមានន័យថាពួកសួរថាបញ្ហាអ្នកដែលមិនគោរពឬក៏អ្នកដែលអាចធ្វើសេចក្តីសម្រេចទៅបំពានច្បាប់ទាំងអស់ហ្នឹងគឺសំខាន់គឺរដ្ឋាភិបាលហើយហេតុដូច្នេះបើសិនជាមកថារដ្ឋាភិបាលចេញអនុក្រឹត្យមួយវាផ្ទុយពីនឹងច្បាប់ខ្ញុំលើកឧទាហរណ៍ថាច្បាប់ភូមិបាលគេថាកាលណាអ្នកឯងនៅកាន់ឧបការពីមុនឆ្នាំ2000ក៏បើយើងអ្នកឯងកាន់កាប់ដីរដ្ឋណាមួយបាន5ឆ្នាំត្រូវជាកម្មសិទ្ធិហើយដូច្នេះបើយើងគិតមើលមែនតើយើងមិនអាចយកកដែងអនុក្រឹត្យមួយរបស់រដ្ឋាភិបាលទៅអ្នកឯងគ្មានសិទ្ធិកាន់កាប់ទេអ្នកឯងអត់មានសិទ្ធិធ្វើកម្មសិទ្ធិមិនអញ្ចឹងទេអត់ទេគឺយើងត្រូវគោរពតាមច្បាប់ហ្នឹងអានេះបើយើងមើលមែនតើណាក៏ប៉ុន្តែសួរថាអ្វីទៅតែមានលក្ខណៈបែបអញ្ចឹងក៏ដោយក៏តែសួរថាអ្នកណាអ្នកសម្រេចគឺបើមានចំនួនគ្នាតែអ្នកណាសម្រេចគឺតុលាការដូច្នេះតើតុលាការហ្នឹងវាឯករាជ្យខ្លាំងណាស់ហើយមានឥទ្ធិពលដែលគ្របបើតុលាការកម្ពុជាចេញទៅរាជរដ្ឋាភិបាលទាំងមូលត្រូវតែគោរពតុលាការកម្ពុជាហ្នឹងបានហៅថាជានីតិរដ្ឋបានបាទសូមអរគុណយើងនឹងជជែកគ្នានឹងករណីចេះស្ដាយខ្លះតទៅទៀតឥឡូវសូមងាកមកវាគ្មិនជាងមួយរូបទៀតគឺលោកដូចពិសិដ្ឋបាទ
លោកដូចពិសិដ្ឋពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាទថ្មីនេះមជ្ឈមណ្ឌលរបស់លោកបានផ្សព្វផ្សាយកម្រងឯកសារមួយស្ដីពីការធ្វើចំណាត់ការថ្នាក់ច្បាប់ក្នុងនោះលោកបានមជ្ឈមណ្ឌលរបស់លោកបានលើកឡើងអំពីការប្រើប្រាស់លិខិតតុបករឬបទបញ្ជានានារបស់រដ្ឋាភិបាលមិនត្រឹមត្រូវអញ្ចឹងទេខ្ញុំសូមអញ្ជើញលោកលើកយកករណីជាក់ស្ដែងខ្លះថាតើករណីណាខ្លះដែលលោករកឃើញថាមិនត្រឹមត្រូវនោះបាទសូមអរគុណសូមជម្រាបសួរប្រិយមិត្តស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់បាទពាក់ព័ន្ធជាមួយនឹងការអនុវត្តច្បាប់ហើយឲ្យស្របទៅតាមអត្ថនានុក្រមនៃលិខិតដែលលិខិតតុបករដែលចេញនេះគឺថានៅក្នុងប្រទេសយើងគឺវាមានបញ្ហាជួបប្រទះបញ្ហានៃការអនុវត្តនេះគឺថានៅជាបញ្ហានៅឡើយទេព្រោះថាបើសិនជាយើងនិយាយពីប្រទេសនីតិរដ្ឋគឺថាយើងទៅយកច្បាប់ជាធំប៉ុន្តែមានករណីខ្លះគឺភាគច្រើនគឺយើងយកអត្ថបទឬក៏លិខិតឯកសារតែចេញពីស្ថាប័នឬចេញពីនាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដែលមានឋានានុក្រមវាទាបជាងច្បាប់នោះគឺយកមកអនុវត្តមានអត្តពលជាងច្បាប់ដែលមានតម្លៃខ្ពស់ជាងរដ្ឋធម្មនុញ្ញឬក៏ជាច្បាប់អន្តរជាតិនោះហើយមុននឹងចូលដល់ឧទាហរណ៍ជាក់ស្ដែងខ្ញុំចង់ចាក់អារម្មណ៍បន្តិចពាក់ព័ន្ធជាមួយនឹងសេចក្តីសម្រេចរបស់ក្រមប្រសាធម្មនុញ្ញដែលបានបញ្ជាក់ថាសិទ្ធិសញ្ញាឬច្បាប់អន្តរជាតិទាំងឡាយណាដែលកម្ពុជាបានឲ្យសច្ចៈបានអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងគឺវាបង្កើតជាច្បាប់មួយវាបង្កើតជាច្បាប់ជាតិយើងដែរប៉ុន្តែមិនបាននិយាយឲ្យច្បាស់ថាច្បាប់អន្តរជាតិនោះវាមានតម្លៃស្មើនឹងច្បាប់ទេហើយឥឡូវយើងកំពុងតែមិនដឹងថាតើច្បាប់អន្តរជាតិហ្នឹងមានតម្លៃស្មើរដ្ឋធម្មនុញ្ញដូចលោកមេធាវីសុខសុបឿនបានបញ្ជាក់ពីដើមមកហ្នឹងឬក៏យើងចង់ដឹងថាតើច្បាប់អន្តរជាតិហ្នឹងវាមានតម្លៃស្មើនឹងច្បាប់ធម្មតាមិនមែនរដ្ឋធម្មនុញ្ញបាទពីព្រោះយើងទៅពិនិត្យមើលទៅលើនីតិវិធីយ៉ាងហោចណាស់ក៏ច្បាប់អន្តរជាតិដែលយើងទទួលស្គាល់នោះគឺមានតម្លៃស្មើដូចច្បាប់យ៉ាងហោចណាស់ក៏ស្មើច្បាប់ដែរពីព្រោះយើងមើលពីនីតិវិធីនៃការឲ្យច្បាប់បានគឺត្រូវឆ្លងកាត់តាមដោយការធ្វើច្បាប់ចឹងដែរបាទហើយពាក់ព័ន្ធជាមួយនឹងការឧទាហរណ៍ដែលយើងត្រូវលើកឡើងនៅទីនេះគឺមានករណីជាច្រើនប៉ុន្តែខ្ញុំចង់លើកឧទាហរណ៍ករណីសំខាន់ទៅតាមលំដាប់លំដោយនៃឋានានុក្រមទីមួយខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែលកាលពីអាណត្តិទី4ដែលបានធ្វើការរដ្ឋបិទសិទ្ធិសេរីភាពទៅដល់តំណាងរាស្ត្រតើតែយើងបង្កើតបានជាក្រុមតំណាងរាស្ត្រជាក្រុម10នាក់ទៅអាចយើងបញ្ចេញសម្លេងជាមតិរបស់យើងនៅក្នុងកិច្ចប្រជុំសភានឹងបានអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់គណៈបកមួយចំនួនដែលអត់មានសមាជិកដល់10រូបបាទអញ្ចឹងវាជាបញ្ហាមួយនៃការរដ្ឋបិទសិទ្ធិសេរីភាពការបញ្ចេញមតិរបស់តំណាងរាស្ត្រអញ្ចឹងតំណាងរាស្ត្រនៅទីនេះគឺតំណាងរាស្ត្រតំណាងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអញ្ចឹងគឺគាត់ត្រូវផ្ដល់សិទ្ធិសេរីភាពរបស់គាត់ឲ្យពេញលេញក្នុងការជជែកវិនិច្ឆ័យច្បាប់ឬជជែកវិនិច្ឆ័យអ្វីដែលត្រូវលើកឡើងនៅក្នុងអង្គសភាទាំងមូលកម្រិតហ្នឹងដោយសារដូចអញ្ចឹងទៅវាប៉ះពាល់ដល់ច្បាប់អីវាប៉ះពាល់ដល់ខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលគេធានាពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិអញ្ចឹងតំណាងរាស្ត្រក៏គាត់ត្រូវមានសិទ្ធិហ្នឹងដែរគាត់តែបិទសិទ្ធិគាត់នឹងមានឧត្តមភាពជាងប្រជាពលរដ្ឋធម្មតាព្រោះគាត់ត្រូវបញ្ចេញមតិរបស់គាត់នៅពេលនោះហើយដើម្បីការពារផលប្រយោជន៍ជាតិការពារផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូលមិនមែនការពារផលប្រយោជន៍គណៈបកនយោបាយរបស់គាត់ទេនៅក្នុងកិច្ចប្រជុំសភាហើយបើជាផ្ទៃក្នុងនេះវាជាការសោកស្ដាយដែរដោយសារខាងក្រមប្រសាធម្មនុញ្ញយើងមិនបានចាត់ទុកថានោះវាជាបញ្ហាដែលអធម្មនុញ្ញភាពដែលផ្ទុយពីរដ្ឋធម្មនុញ្ញពីព្រោះជាធម្មតាបើជាផ្ទៃក្នុងរបស់រដ្ឋសភាគឺត្រូវតែមុននឹងយកទៅអនុវត្តគឺត្រូវតែឆ្លងកាត់ក្រមប្រសាធម្មនុញ្ញធ្វើការពិនិត្យពីធម្មនុញ្ញភាពនៃបើជាចំណុចមួយទៀតគឺពាក់ព័ន្ធនឹងអនុក្រឹត្យនៅទីនេះគឺអនុក្រឹត្យនៃការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចឬសង្គមកិច្ចទៅយើងចង់និយាយពីដីសម្បត្តិសេដ្ឋកិច្ចដែលផ្ដល់ទៅឲ្យក្រុមហ៊ុនធ្វើការវិនិយោគជាដើមបើសិនជាយើងមើលទៅលើច្បាប់ភូមិបាលរបស់យើងគឺថាមាត្រា16មាត្រា17នោះគឺគេចែងថាមាត្រា16គេចែងថាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅពេលដែលបាត់បង់ផលប្រយោជន៍សាធារណៈអាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមច្បាប់អនុប្រយោគគេបញ្ជាក់ច្បាស់នៅក្នុងមាត្រា16ហ្នឹងអញ្ចឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋគឺមិនន័យថាមិនមែនជាកម្មវត្ថុនៃការលក់ដូរទេតើតែប្រែក្លាយវាទៅជាទ្រព្យសម្បត្តិ
ឯកជនបរិវត្តវិញបានយើងអាចធ្វើលទ្ធកម្មបានអញ្ចឹងជារឿយៗយើងឃើញថាអត់មានច្បាប់អនុប្រយោគនឹងទេប៉ុន្តែមានអនុក្រឹត្យក្នុងការប្រគល់ដីឲ្យទៅក្រុមហ៊ុនឯកជនដើម្បីធ្វើការវិនិយោគហើយបានន័យថាអត់បានយកច្បាប់ភូមិបាលឬក៏ច្បាប់ដីធ្លីទៅអនុវត្តលើបញ្ហានឹងទេយកអនុក្រឹត្យបានន័យថាបាទមានឋានានុក្រមទៀបជាងច្បាប់ហ្នឹងហើយបាទយកអនុវត្តហើយកន្លងមកនេះក្នុងអាណត្តិទី4ពីឆ្នាំ2008មកឆ្នាំ2013ហើយខាងមជ្ឈមណ្ឌលសិទ្ធិកម្ពុជាក៏បានចេញរបាយការណ៍ដែរពាក់ព័ន្ធនឹងដីធ្លីហ្នឹងគឺមានអនុក្រឹត្យរហូតដល់ទៅ166អនុក្រឹត្យតែផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចនិយាយថាដីសម្បត្តិសេដ្ឋកិច្ចហ្នឹងណាហើយមានទំហំដីហ្នឹងគឺជាង1លានហិកតាទៅឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគក្នុងអាណត្តិទី4អញ្ចឹងបើន័យថាបញ្ហានេះគឺវាប៉ះពាល់ដល់ការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈបរិវត្តការគ្រប់គ្រងទ្រព្យសម្បត្តិដីធ្លីរបស់ជាតិជាប្រយោជន៍របស់សង្គមជាតិមិនមែនធ្វើដើម្បីប្រយោជន៍ក្រុមណាមួយឬក៏រដ្ឋបាលណាមួយនោះទេបាទចុះសូមចំណុចនឹងសង្ខេបបើបញ្យល់សង្ខេបបន្តិចថាហេតុអីបានរដ្ឋាភិបាលយកអនុក្រឹត្យទៅអនុវត្តទៅលើបញ្ហាហ្នឹងដោយសារអីហេតុអីមិនយកច្បាប់ភូមិបាលទៅដោះស្រាយបញ្ហានៅត្រង់ថាបើសិនជាយើងទៅបង្កើតច្បាប់អនុប្រយោគអញ្ចឹងវាទៅឆ្លងកាត់នីតិវិធីនៃការធ្វើច្បាប់ទៅនីតិវិធីវាមិនងាយស្រួលដោយការចេញអនុក្រឹត្យទេយើងគឺต้องឆ្លងកាត់តាមសេចក្តីព្រៀងច្បាប់ពីរដ្ឋាភិបាលឬក៏សេចក្តីស្នើច្បាប់ពីរដ្ឋាភិបាលអញ្ចឹងបើយើងនៅទីនេះបើរដ្ឋាភិបាលក៏ចង់អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ភូមិបាលក៏ទៅធ្វើច្បាប់អនុប្រយោគក៏ទៅឆ្លងកាត់គណៈកម្មមុនដល់រដ្ឋាភិបាលគឺទៅឆ្លងកាត់ក្រុមមន្ត្រីចែកទេតាក់តែងព្រៀងវាឡើងហើយប្រជុំជជែកនៅក្នុងគណៈរដ្ឋមន្ត្រីឆ្លងឆ្លើយគ្នាដើម្បីឲ្យរហូតទៅដល់រញសភាដើម្បីគណៈកម្មការរបស់សភាពិនិត្យឲ្យបានជជែកវិនិច្ឆ័យគ្នានៅក្នុងសភាហើយបើច្បាប់ខ្លះទៀតគឺមុននឹងចូលដល់អនុម័តនោះគឺទៅឆ្លងកាត់សង្គមស៊ីវិលឬក៏ឆ្លងកាត់មតិយោបល់ពីសហគមន៍អាជីវឬសហគមន៍ជាតិដែលអាចនឹងរងផលប៉ះពាល់ពីការអនុវត្តច្បាប់អញ្ចឹងក៏យកលេងផ្លូវកាត់ទៅវាលឿនហើយអត់មានអ្នកណាជជែកវែងញែកសួរដេញដោលដូចនៅក្នុងអង្គសភាហ្នឹងទេបាទសូមអរគុណឥឡូវខ្ញុំសូមទទួលខ្សែទូរស័ព្ទពីប្រិមិត្តពីខេត្តព្រៃវែងមួយខ្សែសិនបាទលោកកាងជំរាបសួរជំរាបសួរបាទលោកមានសំណួរអីយើងកំពុងពិភាក្សាគ្នាអំពីឋានានុក្រមនៃច្បាប់សូមអញ្ជើញបាទជាបឋមខ្ញុំសូមគោរពដល់វិក្កាមវិទ្យាគោរពសូមយ៉ាងសូមគោរពអ្នកសម្រាប់សម្រួលចំពោះខ្ញុំមានយោបល់ថាច្បាប់រឿងសពថ្ងៃនេះខ្ញុំសួរមួយថាច្បាប់នេះបង្កើតដោយពីមាត់អ្នកមានអំណាចឬគឺច្បាប់សម្រាប់មនុស្សជាតិបង្កើតសម្រាប់មនុស្សជាតិឬក៏ច្បាប់នោះចេញទៅពីមាត់អ្នកធំដើម្បីការពារខ្លួនឯងមួយហើយមួយទៀតខ្ញុំចង់សួរថាតើច្បាប់ដែលយកកងទ័ពទៅបង្ក្រាបប្រជាជននេះដែលបាតកោឬក៏កម្មការនីពិសេសៗនេះហើយដែលយកទ័ពកងទ័ពជាតិទៅបង្ក្រាបនេះតើវាត្រូវច្បាប់ឬក៏ខុសច្បាប់នឹងមួយព្រោះថាអញ្ញាធមដល់ការពារទាំងអស់មិនមែនការសម្រាប់ការពារតែកកែរោងចក្រហើយនឹងកម្មករចំនួនកម្មករជាមួយរោងចក្រហើយមិនក៏អញ្ញាធមមិនការពារកម្មករតែការពារខាងរោងចក្រវិញយកកងទ័ពចូលវាយរោងចក្រតែការរោងចក្រនេះគឺថាតើកងទ័ពជាតិដែលពាក់អាវកងទ័ពជាតិហើយទៅវ័យជាតិនេះអានេះវាលិះច្បាប់ឲ្យធ្វើអញ្ចឹងណាហើយតើណាញុងកងទ័ពហ្នឹងឲ្យទៅវ័យកម្មករដែលជាជាតិខ្មែរនេះបាទសូមអរគុណលោកកាងខ្ញុំស្ដាប់បានហើយសូមអរគុណបាទសំណួរគាត់ទី1ថាច្បាប់ចេញតែពីមាត់អ្នកធំតើយ៉ាងម៉េចដែរអញ្ចឹងហើយគិតយ៉ាងម៉េចដែរហើយទី2ការបង្ក្រាបពេលថ្មីនេះយកកងទ័ពទៅបង្ក្រាបកម្មករតើវាខុសឬក៏ត្រូវច្បាប់អ្វីដែរខ្ញុំសូមអញ្ជើញលោកសុកសំអឿនសង្ខេបបន្តិចបាទតាមពិតស្រុកយើងមានក្បួនខ្នាត
ត្រឹមត្រូវដែរមិនមែនអត់ទេគេថាយើងមានសភាយើងមានរាជរដ្ឋាភិបាលហើយឋានានុក្រមនៃលិខិតបទដ្ឋានទាំងអស់ហ្នឹងក៏មានបញ្ជាក់ច្បាស់លាស់ដែរក៏តែគ្រាន់តែបញ្ហាមួយគឺយើងគឺបញ្ហាមួយត្រង់ថាចង្ការពេលខ្លះតុលាការលោកអត់ហ៊ានសម្រេចខ្លាំងក្លាប្រមាណអញ្ចឹងណាហើយចង្ការរឿងរ៉ាវខ្លះអញ្ចឹងទៅបើគេថាពេលខ្លះដល់តច្រកគឺអត់សូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមការសម្របសម្រួលតាមការអីអញ្ចឹងទៅវិញអញ្ចឹងទៅតាមចង្ការពេលខ្លះក៏រដ្ឋាភិបាលដោះព្យាយាមដោះស្រាយតាមការចរចាតាមគោលនយោបាយអញ្ចឹងទៅចង្ការវាអាចទៅជាអញ្ចឹងព្រោះធម្មតាកាលណាយើងនិយាយពីរឿងការចរចាផ្សះផ្សាគ្នាអានគេលែងយកច្បាប់មកនិយាយគេយើងការផ្សះផ្សាការចរចាគ្នាហើយដូច្នេះសូមបញ្ជាក់មកវិញគេថាយើងមានបទដ្ឋានមានច្បាប់ច្បាស់លាស់ក៏ប៉ុន្តែគ្រាន់តែមានបញ្ហាខ្លះក៏ទីមួយគឺបញ្ហាមកពីតុលាការទីពីរខ្ញុំសង្កេតឃើញមួយសង្កេតឃើញត្រង់ថាពួកចង្ការពេលខ្លះវាបើយើងគិតពីអត្ថន័យតាមផ្លូវច្បាប់ត្រឹមត្រូវដែលហៅថាច្បាប់បានហ្នឹងទោះត្រាតែមានកម្លាំងអនុវត្តបើសិនយើងគ្រាន់តែសរសេរជាអត្ថបទជានិយមន័យថាអញ្ចេះថាអញ្ចោះក៏តែអត់មានកម្លាំងអនុវត្តមានន័យថាបើអ្នកដែលធ្វើខុសហ្នឹងអត់មានច្បាប់ដាក់ថាអ្នកឯងធ្វើខុសអញ្ចឹងត្រូវដកបន្សាកទៅដាក់ទណ្ឌកម្មត្រូវពីនៃទៅអញ្ចឹងចុះបើសិនតែអត់មានអញ្ចឹងអានោះវាដូចជាគ្រាន់តែជា rule ជាបញ្ញត្តិមួយដែលគេគោរពក៏បានគេមិនគោរពក៏បានព្រោះមិនគោរពក៏អត់មានទោសអីជួនកាលវាស្រុកយើងវាមានបញ្ហាអញ្ចឹងហើយដូច្នេះហើយមានន័យថាអ្វីត្បិតតែយើងមានអត្ថបទច្បាប់ច្រើនក៏ប៉ុន្តែអត្ថបទច្បាប់ខ្លះមិនទាន់មានគុណភាពជាច្បាប់នៅឡើយទេព្រោះអត់ទាន់មានកម្លាំងអនុវត្តហើយដូច្នេះធ្វើឲ្យយើងមានការដល់ពេលអនុវត្តទៅយើងសង្កេតឃើញចុះគាត់ធ្វើនឹងអត់ត្រូវច្បាប់មិនក៏អត់អីវាចឹងយើងថាចឹងក៏តែសួរថាតើតុលាការដាក់ទោសគេបានអត់បើច្បាប់យើងប្រហោងចឹងជួនកាលវាអាចមកពីបញ្ហានោះដែរចំពោះរឿងបញ្ហាការយកកងទ័ពពីទី1គឺបើយើងនិយាយមែនតើទៅគឺថាមិនមែនមានន័យថាកងទ័ពនឹងមិនតែថាហាមដាច់ខាតថាមិនឲ្យយកប្រើមិនយ៉ាងដូច្នោះទេក៏ប៉ុន្តែវាត្រូវតែមានច្បាប់កំណត់ច្បាស់លាស់ក៏ប៉ុន្តែស្រុកយើងវាមានចំណុចមួយទៀតគឺវាអត់មានច្បាប់ច្បាស់លាស់ចែងច្បាស់លាស់ហ្នឹងតើហ្នឹងដែលធ្វើឲ្យវាជាងការពីខ្លះយើងសង្កេតឃើញទៅជាមានការប្រើច្បុកច្បល់អញ្ចឹងហើយដូច្នេះហើយខ្ញុំគិតថាទី1គឺបន្ទាប់ពីនេះទៅគឺថាយើងគួរតែមានច្បាប់ចែងឲ្យបានច្បាស់លាស់ពីការប្រើប្រាស់កងកម្លាំងកងទ័ពហ្នឹងនៅក្នុងបញ្ហាសន្តិសុខព្រោះបញ្ហាពាក់ព័ន្ធនឹងការពារសន្តិសុខនេះវាមានពីរមួយសន្តិសុខជាតិមួយសន្តិសុខសម្រាប់សាធារណៈសម្រាប់ផ្ទៃក្នុងមួយសម្រាប់ព្រំដែនប្រទេសព្រំដែនដឹងតែកងទ័ពកងទ័ពហើយបើខ្វះកងទ័ពគេយកប៉ូលីសទៅជួយជួនកាលគេយកប៉ូលីសទៅច្បាំងដែរដូចនេះក៏ប៉ុន្តែបើរឿងបញ្ហាសន្តិសុខក្នុងផ្ទៃក្នុងគឺត្រូវតែដាច់ខាតត្រូវតែមានច្បាប់បានច្បាស់លាស់តើកលៈទេសៈបែបណាដែលសម្រាប់ថាដែលអាចនឹងយកកងទ័ពមកប្រើបានហើយបើជាទស្សនៈរបស់ខ្ញុំគឺថាលុះត្រាតែប្រទេសយើងប្រកាសភាពអាសន្នហើយអ្នកប្រកាសភាពអាសន្នទៀតយើងត្រូវតែមានច្បាប់ឲ្យបានច្បាស់ទៀតនោះណាបើមិនក្នុងរដ្ឋធម្មនុញ្ញគឺមានតែព្រះមហាក្សត្រទេហើយព្រះមហាក្សត្រហ្នឹងដែលប្រកាសភាពអាសន្នបានហ្នឹងគឺថាទាល់តែមានការឯកភាពពីនាយករដ្ឋមន្ត្រីឯកភាពពីប្រធានរដ្ឋសភាឯកភាពពីប្រធានព្រឹទ្ធសភាទៀតបានព្រះមហាក្សត្រលោកប្រកាសហើយមានតែព្រះអង្គមួយអង្គឯងទេដែលមានសិទ្ធិប្រកាសបានបាទសូមអរគុណតេតិននឹងសំណួររបស់គាត់នេះខ្ញុំចង់បន្ថែមបន្តិចត្រង់សំណួរត្រង់អំពីការប្រើកម្លាំងទ័ពទៅបង្ក្រាបកម្មករនេះយើងដឹងភាគច្រើនហើយគឺកាលពីម្សិលមិញអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងលោកបានលើកឡើងប្រាប់អ្នកកាសែតថាតាមច្បាប់អន្តរជាតិការដែលទៅបង្ក្រាបកម្មករថ្ងៃទី2ថ្ងៃទី3ហ្នឹងគឺខុសច្បាប់លោកថាធ្លាក់តេស្តទាំង3ហ្នឹងគឺមានទី1គឺថាមិនចាំបាច់លោកថាការយកកម្លាំងទ័ពទៅបង្ក្រាបហ្នឹងយកទៅហ៊ានយកអីទៅ PM ទៅបាញ់អីហ្នឹងមិនចាំបាច់ទី2លោកថាខុសច្បាប់ហើយទី3លោកថាមិនសមមាត្រមានន័យថាកម្លាំងហ្នឹងមិនប្រហាក់ប្រហែលគ្នាកម្មករនោះប្រើដុំថ្មហើយខាងរដ្ឋាភិបាលបានប្រើកម្លាំង PM ប្រើកំភ្លើងបាញ់ទៅលើកម្មករដែលប្រើដុំថ្មបាទឥឡូវនេះខ្ញុំសូមងាកមកវាគ្មិនយើងមួយរូបទៀតគឺលោកឡាត់គីបាទលោកឡាត់គីជាប្រធានកម្មវិធីដីធ្លីនិងធនធានធម្មជាតិនៃអង្គការសិទ្ធិមនុស្សអាត់ហុក
បាទជារឿយគេតែងឃើញអាជ្ញាធរក្រុងប្រើសេចក្តីប្រកាសដែលមានឋានៈគតិយុត្តនោះទៀបជាងច្បាប់ភូមិបាលឬក៏ច្បាប់ដីធ្លីដើម្បីបណ្ដេញពលរដ្ឋចេញពីដីធ្លីផ្ទះសម្បែងរបស់គាត់បាទហើយយកដីធ្លីទៅឲ្យក្រុមហ៊ុនខ្ញុំដឹងថាលោកឡាត់គីបានធ្វើតាមដានឃ្លាំមើលបញ្ហានឹងជាច្រើនហើយអញ្ចឹងខ្ញុំសូមអញ្ជើញលោកឡាត់គីលើកករណីជាក់ស្ដែងខ្លះដែលលោកបានជួបប្រទះបាទអរគុណហើយនឹងអរគុណដល់ប្រិយមិត្តដែលកំពុងតាមស្ដាប់ផងដែរទាក់ទិនជាមួយនឹងបញ្ហាឋានានុក្រមហើយនឹងសំណួរដែលពាក់ព័ន្ធជាមួយនឹងការអនុវត្តជាក់ស្ដែងនេះខ្ញុំសូមប្រើពាក្យសាមញ្ញដែលជនរងគ្រោះជាទូទៅប្រើគឺពាក្យថាសជណសជណនេះជាទូទៅគឺខ្ញុំក៏កត់សម្គាល់ឃើញថាប្រជាពលរដ្ឋពាក់ព័ន្ធជាមួយនឹងបញ្ហាដីធ្លីហ្នឹងគឺយំស្រែកជាច្រើនទាក់ទិនជាមួយនឹងការចេញសជណហើយការអនុវត្តសជណនេះគឺមានឥទ្ធិពលនៅក្នុងជាងការអនុវត្តច្បាប់ដូចអ្វីដែលវិលគ្មិនទាំងពីរខាងដើមបានលើកឡើងហើយបើជាការឧទាហរណ៍ជាក់ស្ដែងយើងមើលក្នុងករណីពាក់ព័ន្ធជាមួយនឹងករណីវិវាទនៅបូរីកេឡាដែលជាសជណមួយជូនដំណឹងពាក់ព័ន្ធជាមួយនឹងគោលការណ៍នៅក្នុងការធ្វើសម្បទានសង្គមគិច្ចចឹងហើយតាំងពីពេលនោះមកយើងឃើញថាដោយសារតែឥទ្ធិពលនៃសជណហ្នឹងហើយបានធ្វើឲ្យបញ្ហាហ្នឹងបណ្ដាលឲ្យស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យមួយហើយនឹងមានការគេហៅថាខ្លាចរអានៅក្នុងការចាត់វិធានការអ្វីដែលប្រឆាចពីស្មារតីសជណចឹងហើយបានធ្វើឲ្យកម្រិតនៃការតវ៉ារបស់អ្នកភូមិមានការតវ៉ាច្រើនប៉ុន្តែជាលទ្ធផលគឺពុំមានការឆ្លើយតបទេបាទហើយចំណុចមួយទៀតខ្ញុំចាប់អារម្មណ៍ផងដែរពាក់ព័ន្ធជាមួយនឹងប្រធានបទហ្នឹងគឺទាក់ទិនជាមួយនឹងបញ្ហាបទបញ្ជាពាក់ព័ន្ធជាមួយនឹងបទបញ្ជាដូចជាករណីដូចបទបញ្ជា01នៅក្នុងការអនុវត្តទៅលើយុទ្ធនាការរបស់រាជរដ្ឋាភិបាលនៅក្នុងដំណើរការចុះបញ្ជីដីនាបច្ចុប្បន្ននេះបើយើងឆ្លុះបញ្ចាំងពីទស្សនវិជ្ជាជាក់ស្ដែងខ្ញុំអាចឲ្យតម្លៃថាបទបញ្ជានេះគឺមានវិសាលភាពធំជាងច្បាប់ពីព្រោះថាបទបញ្ជានេះពេលក្រោយដែលចេញមកគឺមានការអនុវត្តហ្នឹងគឺមានលក្ខណៈមួយទី1គឺពេលវេលានៅក្នុងការអនុវត្តគឺមានលក្ខណៈលឿនហើយនឹងចំណុចទី2គឺមានន័យថាលក្ខណៈសស័កសស្រាំដែលមានការចូលរួមពីស្ថាប័នមានសមត្ថកិច្ចជាពិសេសគឺអាជ្ញាធរមូលដ្ឋានដូចជាអាជ្ញាធរខេត្តអាជ្ញាធរភូមិឃុំគ្រប់ឋានានុក្រមទាំងអស់មានការជ្រោមជ្រែងនៅក្នុងការអនុវត្តបទបញ្ជាហើយប៉ុន្តែបើយើងសិក្សាទៅលើបញ្ហាឋានានុក្រមវិញខ្ញុំដូចយល់ឃើញថាបទបញ្ជាវាមិនគួរដែលមានតម្លៃស្មើនឹងច្បាប់ទេពីព្រោះថាបទបញ្ជាគឺប្រភពនៃការចេញបទបញ្ជាគឺដោយនាយករដ្ឋមន្ត្រីដែលមិនបានអនុម័តដោយខាងសភាអង្គសភាទេប៉ុន្តែទន្ទឹមគ្នានោះក៏វាមានថិតនៅបទបញ្ជានេះគឺពាក់ព័ន្ធនឹងឯកសារគតិយុត្តមួយចំនួនហ្នឹងបានអមបទបញ្ជាហ្នឹងមានន័យថាបទបញ្ជាហ្នឹងវានៅពីលើព្រះរាជក្រឹត្យមួយចំនួនបទបញ្ជាហ្នឹងអាចមានអនុក្រឹត្យជាច្រើនដែលចេញដូចជាពិសេសខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយអំពីបញ្ហាឯកសារគតិយុត្តមួយចំនួនដែលរដ្ឋាភិបាលហ្នឹងបានធ្វើអនុប្រយោគកាត់ផ្ទៃដីចេញពីដីរបស់រដ្ឋនិងដីព្រៃដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋឃើញចំណុចត្រង់នេះគឺបង្ហាញឲ្យឃើញថាមានដីព្រៃមួយចំនួនគឺត្រូវកាត់ដោយព្រះរាជក្រឹត្យហើយដីមួយចំនួនគឺត្រូវកាត់ដោយអនុក្រឹត្យសម្រាប់ប្រគល់មកឲ្យប្រជាពលរដ្ឋអញ្ចឹងបើយើងនិយាយអំពីបញ្ហាការធ្វើអនុប្រយោគបែបនេះដោយវាលគ្មិនខាងដើមបានលើកឡើងនៅកម្ពុជាអត់ទាន់មានច្បាប់អនុប្រយោគទេប៉ុន្តែគេយើងឃើញថាបញ្ហាហ្នឹងការអនុវត្តជាក់ស្ដែងចំពោះបញ្ហាវិស័យដីធ្លីនិងសិទ្ធិលំនៅឋាននៅកម្ពុជាគឺប្រឈមជាមួយនឹងបញ្ហាឋានានុក្រមនេះធ្ងន់ធ្ងរណាស់នេះគឺជាចំណុចមួយដែលខ្ញុំសូមធ្វើការកត់សម្គាល់ជូនបាទចង់អញ្ជើញលោកលំអិតនៅចំណុចនឹងបន្តិចត្រង់ថាបើយកអនុក្រឹត្យនឹងមកអនុវត្តចេះតែអនុវត្តទៅមិនបានយកច្បាប់ឧទាហរណ៍មិនបានយកច្បាប់ភូមិបាលមកអនុវត្តហ្នឹងវាប៉ះពាល់យ៉ាងម៉េចឧទាហរណ៍ថាដូចនៅបង្កក់នៅបរិយាកីឡាហ្នឹង
ជាជាងយកច្បាប់ភូមិបាលមកអនុវត្តប៉ុន្តែយកអនុក្រឹត្យមកអនុវត្តហ្នឹងវាមានបញ្ហាយ៉ាងម៉េចបាទចំណុចតាមការសិក្សារបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងករណីវិវាទនៅបុរីកេឡាគឺមានការខ្វែងគំនិតគ្នារវាងស្មារតីនៃសចននៅក្នុងការប្រើប្រាស់អនុក្រឹត្យជាមួយនឹងគោលការណ៍នៃការប្រើប្រាស់លិខិតតុបករណ៍អន្តរជាតិដែលនិយាយអំពីគោលការណ៍អភិវឌ្ឍនៅនឹងកន្លែងតាមស្មារតីនៃខាងតាមស្មារតីនៃតេតិនជាមួយនឹងវិស័យនៃសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ដែលធានាអំពីសិទ្ធិមានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋហើយនឹងមានសេចក្តីបញ្យលលេខ7មួយទៀតស្តីអំពីកិច្ចមហាការប្រឆាំងជាមួយនឹងការបណ្តេញចេញដោយបង្ខំហើយយើងឃើញថាចំណុចទាំងអស់នេះគឺមានន័យថាគោលការណ៍ណែនាំហ្នឹងគឺបានហាម5អំពីបញ្ហាការបណ្តេញចេញហើយក៏ដូចជាការតាំងទីលំនៅថ្មីដែលជាគោលការណ៍ធំមួយរបស់ខាងសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ហើយដល់ពេលយើងអនុវត្តយើងឃើញតែកម្ពុជាចូលចិត្តចឹងភាគច្រើននៅតាមខ្ញុំសង្កត់មើលទៅគឺការអនុវត្តជាទូទៅគឺយកពាក្យកណ្ដាលអន្តរជាតិពាក្យកណ្ដាលគោលការណ៍ច្បាប់ជាតិអញ្ចឹងហើយដល់ពេលការអនុវត្តទៅវាមានការប្រទានបន្ទោសគ្នាហើយយើងឃើញថាបញ្ហានេះគឺអញ្ចឹងហើយបានជាធ្វើឲ្យកម្រិតនៅក្នុងការដោះស្រាយដែលមានការរារែកហើយដោយវាគ្មិនកំដៅបានលើកឡើងថាតើលិខិតតុបករណ៍អន្តរជាតិនេះវាមានវិសាលភាពប៉ុន្មាននៅក្នុងការអនុវត្តហើយបើកាលណាវាមានវិសាលភាពធំវាគួរតែប្រឹងប្រែងនៅក្នុងការបំពេញកាតព្វកិច្ចឲ្យបានគ្រប់ជ្រុងនៅក្នុងការអនុវត្តគោលការណ៍នេះដើម្បីជៀសវាងនៅក្នុងការប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ប្រជាសហគមន៍ដែលរងគ្រោះពីបញ្ហាដីធ្លីនិងលំនៅឋានបាទចំណុចដែលខ្ញុំចង់បញ្ជាក់នោះគឺតាមដែលខ្ញុំសង្កេតមើលដែរនោះគឺថាតាមច្បាប់ភូមិបាលឬក៏ច្បាប់ដីធ្លីនេះគេនិយាយថាត្រូវតែគិតគូរអំពីសំណងទូទាត់ទៅដល់អ្នកដែលត្រូវបណ្ដេញចេញសិទ្ធិជាមុនសិនទើបចាំត្រូវបណ្ដេញគេចេញបាទដោះស្រាយសំណងទូទាត់ឲ្យសមរម្យឲ្យដល់គេតាមតម្លៃទីផ្សារយ៉ាងសិនទៅបានដេញគេចេញប៉ុន្តែករណីជាក់ស្ដែងជាច្រើនយើងឃើញថាសាលាក្រុងចេញសេចក្តីប្រកាសហើយនានាបណ្ដេញគាត់ចេញសិនហើយចាំចាប់ផ្ដើមដោះស្រាយបញ្ហាបដើបាទយកផ្លូវកាត់មុនដោយរំលងច្បាប់យកសេចក្តីប្រកាសអីចឹងទៅរំលោភច្បាប់អីចឹងមានករណីចឹងហ៎បាទជាទូទៅគឺពាក់ព័ន្ធជាមួយនឹងការបណ្ដេញចេញដោយបំពាននេះគឺអនុវត្តមិនបានទេនៅក្នុងស្មារតីនៃច្បាប់ធម្មនុញ្ញត្រង់មាត្រា44ហ្នឹងហើយក៏ដូចជាមាត្រាទី5នៃច្បាប់ភូមិបាលអំពីបញ្ហាត្រូវផ្ដាល់សំណងជាមុនតាមស្មារតីគឺត្រូវឲ្យផ្ដាល់សំណងជាមុនទើបមានការបណ្ដេញចេញប៉ុន្តែរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរជាការអនុវត្តជាក់ស្ដែងគឺប្រើពាក្យថាគោលនយោបាយរបស់រដ្ឋរាជរដ្ឋាភិបាលហើយកាលណាយើងគ្រាន់តែដាក់ពាក្យមកមានន័យថាគោលនយោបាយវាមិនមែនជាសំណងទេសំណងគឺសំដៅទៅដល់ការប៉ះប៉ូវដែលមានតម្លៃសមភាពតាមទីផ្សារសេរីហើយយ៉ាងហោចណាស់ក៏ត្រូវមានការគិតគូរអំពីបញ្ហាព្យុះនកម្មដែលបានកើតឡើងចំពោះទ្រព្យធនរបស់គាត់ដែលប៉ះពាល់ដល់គាត់បាទសូមអរគុណឥឡូវយើងសូមលើកទូរស័ព្ទមួយខ្សែទៀតពីកញ្ញាស្រីម៉ៅខេត្តកណ្ដាលបាទកញ្ញាស្រីម៉ៅជំរាបសួរបងបាទជំរាបសួរលោកវិក្កាមទាំងអស់ផងខ្ញុំមានសំណួរមួយខ្ញុំចង់ដឹងថាការដែលរដ្ឋាភិបាលតែងតែធ្វើអ្វីខុសពីរដ្ឋធម្មនុញ្ញពេញសេចក្តីប្រកាសឬអបអរបញ្ជាដែលខុសរដ្ឋធម្មនុញ្ញហ្នឹងវានឹងធ្វើឲ្យខូចអីដល់រដ្ឋធម្មនុញ្ញហើយខ្ញុំក៏ចង់ប្រាប់ដែរក្នុងនាមខ្ញុំជាប្រជាជនម្នាក់ដោយសារតែរដ្ឋាភិបាលកំពូលច្រើនតែប្រើបទបញ្ជាខុសពីច្បាប់ហ្នឹងហើយដែលធ្វើឲ្យគាត់បិទធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីហើយមួយទៀតបទបញ្ជារបស់គាត់គ្រាន់តែធ្វើឲ្យប្រជាជនទឹកភ្នែកនិងប្រជាជនសើទីព្រោះប្រជាជនដឹងថាបទបញ្ជានោះវាគ្រាន់តែធ្វើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់យើងហាក់ហើយថាយើងកំភ្លេចដោយគាត់ចេញបទបញ្ជាទប់ស្កាត់ការកាប់ព្រៃឈើចឹងតាមពិតតែបានទប់ស្កាត់ការកាប់ព្រៃឈើឯគ្រាន់តែថាទប់ស្កាត់កុំឲ្យគេដឹកឈើដល់បានថតចូលក្នុងទូរទស្សន៍តែប៉ុណ្ណឹងតែអាកាសនៅតែកាប់ហើយទីបំផុត
គាត់សន្យាកាត់កកាត់ក្បាលលេនោះធ្វើឲ្យប្រជាជនកាន់តែមើលងាយគាត់ថែមទេអញ្ចឹងរដ្ឋាភិបាលបើដឹងខ្លួនរដ្ឋាភិបាលជំនាន់ណាក៏តទៅមុខទៀតនោះបើដឹងខ្លួនគួរតែគ្រប់ច្បាប់ជាងបទបញ្ជាធ្វើឲ្យប្រជាជនល្អគិតថាដោយសម្ដែងល្ខោនក្នុងរឿងតទៅទៀតទៅខ្ញុំគាត់តែមានយោបល់ប៉ុណ្ណឹងទេអរគុណច្រើនបាទអរគុណច្រើនបាទឥឡូវខ្ញុំសូមងាកមកលោកមេធាវីសុកសំអឿនម្ដងទៀតបាទលោកមេធាវីជាមេធាវីលោកសុកសំអឿនជាមេធាវីចាស់ភាសាម្នាក់បាទប្រហែលលោកបានជួបប្រទះបញ្ហាច្រើនហើយតែទៅនឹងការអនុវត្តបំពេញលើគ្នានេះបាទលើលិខិតបតានកតិយុត្តនេះបាទខ្ញុំបានដឹងថាលោកមានកូនក្តីមួយរូបឈ្មោះលោកស្រីឈិនសុគន្ធធារីហៅយាយកពើហើយដែលមានរឿងក្តីក្តាំហើយករណីនោះក៏ត្រូវលោកកើតយុតិមាអតីតអភិបាលក្រុងភ្នំពេញសូមអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែរបាទតើរឿងហ្នឹងយ៉ាងម៉េចបាទលោកសូមលោកជម្រាបជូនលោកអ្នកស្ដាប់បន្តិចបាទតាមពិតដោយសារលោកសួរបានខ្ញុំនិយាយពីព្រោះហើយខ្ញុំក៏សូមមិននិយាយដល់លម្អិតចូលក្នុងរឿងក្តីខ្លាំងនេះដែរក៏តែគាត់នៅរឿងសង្ខេបគាត់នៅចំណុចសំខាន់គឺត្រង់ចិត្តទេត្រង់ថាគាត់បានទិញដីកាន់កាប់ដីនឹងយូរឆ្នាំហើយហើយនៅក្នុងហើយមិនត្រឹមតែប៉ុណ្ណោះនៅឆ្នាំ2011គាត់ក៏បានបង់ពន្ធជូនរដ្ឋដែរក៏ប៉ុន្តែហើយគាត់ក៏បានសុំទៅអាជ្ញាធរក្រុងដើម្បីធ្វើបានកម្មសិទ្ធិជាហោហែជាបន្តអញ្ចឹងទៅតែការសាលាក្រុងគេថាចាំមើលសិនចាំគេមើលដីនៅប៉ះពាល់អត់ទេជាសិនរហូតអញ្ចឹងទៅក៏ប៉ុន្តែដល់ពេលមួយនោះគឺខាងស្រាប់តែមានអនុក្រឹត្យមួយចេញមកដាក់ថាដីតំបន់ហ្នឹងតែមិនតាមពិតទៅមិនកាត់យកដីគាត់ទាំងអស់ទេគាត់កាត់ខ្លះហ្នឹងណាបាទកាត់ខ្លះហ្នឹងនៅសល់ខ្លះដែរដាក់ជាដីសម្បត្តិសាធារណៈរបស់រដ្ឋហើយចៃដន្យអីពេលដែលមុននឹងអនុក្រឹត្យហ្នឹងប្រកាសហ្នឹងក៏គាត់បានស្នើសុំឲ្យគេថាសុំទៅសាលាឃុំអីចឹងដើម្បីសុំឈូសដីធ្វើ office របស់គាត់ហើយបើយើងមើលមែនតែនទៅអាដីដែលឈូសហ្នឹងក៏មិនបានចូលអាដីដែលកាត់ចូលជាសម្បត្តិសាធារណៈរដ្ឋដែរក៏កើតមានការយល់ច្រឡំហើយខាងសាលាក្រុងក៏គេថាស្នើសុំទៅខាងថ្នាក់លើអញ្ចឹងទៅដើម្បីសុំប្តឹងគាត់ដោយសារថាជាចោទថាគាត់ដូចថាប្រឆាំងនឹងអនុក្រឹត្យហ្នឹងនៅបន្តឈូសដីអញ្ចឹងណាក៏កើតជាការដេញចាប់អញ្ចឹងទៅហើយក៏តែគាត់អ្វីដែលចំណុចសំខាន់ត្រង់ចេះថងទៅថាគាត់បានកាន់ចាប់នឹងដីយូរហើយក៏តែទីផុតបានស្បែកខ្លាយទៅជាដែលពិរុទ្ធជនទៅវិញខ្លាយទៅជាដែលអ្នកដែលល្មើសច្បាប់ទៅវិញហើយទន្ទឹមហ្នឹងអាដីដែលគាត់ដែលគេដាក់ជើងត្រង់ច្បាប់បរដ្ឋហ្នឹងរដ្ឋបានយកពន្ធទៅទៀតរាប់ម៉ឺនទៀតណារាប់ពន្ធរាប់ម៉ឺនទៀតដូច្នេះវាហើយបើយើងមើលមែនតើបើយើងមើលតាមច្បាប់ភូមិបាលគាត់មានការទិញដូររបស់គាត់ហ្នឹងគឺមានការឆ្លងកាត់មានការទូស្គាល់ពីឃុំសង្កាត់ទៀតឃើញណាក៏តែទីបំផុតវាទៅជាអត់មានអីដូចថាមិនអាចធានាកម្មសិទ្ធិរបស់គាត់បានទាំងអស់ហើយសូម្បីតែបើយើងមើលច្បាប់អាសាមីកគាត់ត្រូវទទួលសិទ្ធិដែរក៏តែអានេះវាមិនមែនចាក់យើងនឹកអ្វីដែលគាត់ដែលដូចថាសាលាក្រុងគាត់ធ្វើកើតហ្នឹងក៏ដោយសារគាត់សំអាងថាគាត់មិនមែនយកដីកម្មសិទ្ធិរបស់ប្រជាជនមកសម្រាប់ដាក់ទៅជាស្ប្រស្មារបស់រដ្ឋទេគឺដោយសាររដ្ឋចាត់ទុកថាដីជាដីសម្បត្តិរដ្ឋស្រាប់គាត់បកស្រាយបែបហ្នឹងណាហើយដល់អញ្ចឹងទៅវាក្នុងរឿងបញ្ហាហ្នឹងគឺបញ្ហាពាក់ព័ន្ធទៅនឹងច្បាប់ភូមិបាលហើយនឹងការចេញអនុក្រឹត្យដូចជាវាហើយបើសិនជាយើងទៅតុលាការបើទៅសិនជាតុលាការអាចនឹងសម្រេចបានថាតើច្បាប់ភូមិបាលមានឥទ្ធិពលជាងនេះអត់វាអាចអញ្ចឹងណាយ៉ាងមានបានន័យថាករណីហ្នឹងលោកកើតយុតិមាគាត់មិនទៅតុលាការតែគាត់ទៅសូមអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីវិញប៉ុន្តែបើតាមភាពត្រឹមត្រូវទៅតាមច្បាប់គាត់គួរទៅខាងណាខាងតុលាការព្រោះអញ្ចេះពីព្រោះតែក្នុងសំណុំរឿងហ្នឹងពិតមែនតែពីសំណើពីសាលាក្រុងមែនក៏ប៉ុន្តែមិនមានន័យថាជាអន្តរាគមន៍ទេយើងថា
សុំទៅថាលើដើម្បីអន្តរាគមន៍ក៏អត់កើតដែរក៏ប៉ុន្តែគាត់ស្នើសុំទៅទៅរដ្ឋាភិបាលដើម្បីដាក់ដីនឹងជាតបសម្បត្តិសាធារណៈរដ្ឋអញ្ចឹងណាក៏តែគ្រាន់តែវាបញ្ហាមួយទៀតគឺបញ្ហាត្រង់ថាដល់ពេលពីខែក្រោយមកអាដីមួយភាគខ្លះរបស់គាត់ហ្នឹងជាពិសេសដីតំបន់របស់គាត់ហ្នឹងស្រាប់តែសុំរដ្ឋសាលាក្រុងសុំច្បាប់អនុប្រយោគដាក់ទៅជាដីឯកជនតែគាត់កាន់កាប់លើសពី5ឆ្នាំហើយគាត់ជិត10ឆ្នាំហើយជិត10ឆ្នាំហើយតែតាមច្បាប់ភូមិបាលគាត់ជាក៏បើតាមច្បាប់ភូមិបាលគាត់ព្រោះគាត់កាន់កាប់តាំងឆ្នាំ99មកដូច្នេះវាមុនច្បាប់ភូមិបាលចាស់ទៀតមានសិទ្ធិកាន់កាប់តាមផ្លូវច្បាប់ហើយក៏តែគាត់ដៅគាត់គួរតែភាគីចំនួនគួរទៅតុលាការតាមពិតទៅទោះបីជាខាងណាក៏ដោយទោះបីជាបើយើងគិតវាតាមផ្លូវច្បាប់បាទទោះបីជាអនុក្រឹត្យក៏ដោយសជនក៏ដោយអីក៏ដោយកាលណាមានចំនួនមានវិវាទគ្នាមួយថាដីរបស់ខ្ញុំមួយដីរបស់ខ្ញុំដីរដ្ឋថាដីរបស់រដ្ឋឯកជនថាដីឯកជនគឺត្រូវតែឆ្លងកាត់តាមការសម្រេចរបស់តុលាការជាមុនសិនអាហ្នឹងបានអាចអនុវត្តបានបើយើងគិតមែនតើបាទសូមអរគុណលោកសុខសមឿនបាទឥឡូវសូមលើកទូរស័ព្ទមួយខ្សែទៀតពីខេត្តព្រៃវែងលោកសរនជម្រាបសួរបាទជម្រាបសួរបាទជម្រាបសួរបាទសូមលើកសំណួរបាទសូមជម្រាបសួរលោកលើកមិនផងបាទខ្ញុំក្នុងមានសំណួរខ្ញុំសូមបញ្ចេញមតិជាឯកជនខ្ញុំបន្តិចសូមជួយដល់ខ្លីបាទខែកម៉ោងបាទវិធានបទរបស់យើងនិយាយពីរឿងរដ្ឋាភិបាលយើងដឹកនាំត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានវិធានមានអីហើយកន្លងមកហ្នឹងខ្ញុំវាជាអ្នកតាមដាននយោបាយម្នាក់ដែរក្នុងនាមជាពលរដ្ឋតែមកចូលរួមខ្ញុំសង្កេតឃើញថារដ្ឋាភិបាលខ្មែរដឹកនាំដោយលោកហ៊ុនសែននឹងតាំងពីឆ្នាំ93មកហ្នឹងមិនដែលបានអនុវត្តច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងហើយនឹងឲ្យបានត្រឹមត្រូវទេការបោះឆ្នោតឲ្យឆ្នាំ1993រដ្ឋធម្មនុញ្ញមានចែងបោះឆ្នោតកញ្ចប់ឯណាដែលគណៈបកសំរងស៊ីគាត់មិនគ្រប់គ្រងនយោបាយរដ្ឋមន្ត្រីនោះហើយស្រាប់តែសភានឹងទៅចេញឆ្កយថាទៅបោះឆ្នោតកញ្ចប់ដូចជាចប់ប្រហុកហើយឥឡូវដល់មកពេលហ្នឹងវាអត់បានចំណេញអីដល់ផលប្រយោជន៍ជាគណៈបកប្រជាជនលោកជាញៀមនិយាយថាមិនអាចបោះឆ្នោតឡើងវិញបានទេច្បាប់រដ្ឋធម្មនុញ្ញគឺអត់មានតម្រូវហើយខ្ញុំសួរអញ្ចេះខ្ញុំមានសំណួរសួរទៅលោកមនិតសុខសំអឿនមកសំណួរខ្ញុំសួរថាចុះច្បាប់រដ្ឋធម្មនុញ្ញនឹងដែលបានចែងត្រឹមត្រូវហើយជាច្បាប់កម្ពុជារបស់ប្រទេសកម្ពុជាយើងហើយដែលច្បាប់នឹងមិនបានបម្រើទៅផលប្រយោជន៍របស់គណៈបកខ្លួនក្រុមខ្លួននោះហើយបែរទៅជារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែននឹងតែណាតម្រឹមដើម្បីឲ្យត្រូវចិត្តក្រុមខ្លួនបកខ្លួនឲ្យបានផលប្រយោជន៍ទៅលើក្រុមខ្លួនបាទសំណួរសំលើកសំណួរលោកយើងអស់ម៉ោងសួរថាម៉េចបាទខ្ញុំសួរថាតើរដ្ឋាភិបាលនឹងអនុវត្តបានត្រឹមត្រូវអីបាទសូមអរគុណសូមជួយលោកសុខសំអឿនអរគុណបាទសំណួរគាត់មិញយើងនិយាយថាសូមសង្ខេបអត់ទៅច្បាស់មែនទេព្រោះពួកខ្ញុំចង់និយាយថាបើពាក់ព័ន្ធរដ្ឋធម្មនុញ្ញគេថារដ្ឋាភិបាលមិនអាចទៅកែបានអីក៏បានទេមានតែសភាទេដែលអាចកែបានបាទសូមអរគុណចង់សួរលោកឡាត់គីអំពីមិញលោកបានលើកឡើងអំពីសជននិងបទបញ្ជាចង់សួរសជននិងបទបញ្ជាស្ថិតនៅត្រង់ណាបើយើងនិយាយអំពីឋានានុក្រមរបស់ច្បាប់នេះបាទបើតាមខ្ញុំយល់តាមពាក់ព័ន្ធជាមួយនឹងបញ្ហាសជនក៏ដូចជាបទបញ្ជានេះវាគួរតែនៅក្រមច្បាប់ព្រោះតាមឋានានុក្រមគឺវាត្រូវនៅក្រមច្បាប់ហេតុអីបានជាខ្ញុំអះអាងបែបហ្នឹងព្រោះថាច្បាប់គឺត្រូវអនុម័តដោយអង្គសភាបើកាលណាអត់មានឆ្លងអង្គសភាទេគឺត្រូវនៅក្រមអញ្ចឹងមានន័យថាឋានានុក្រមគឺត្រូវនឹងប៉ុន្តែគាត់ថាបច្ចុប្បន្នបើ
បទពិសោធន៍ដែលខ្ញុំធ្វើការពាក់ព័ន្ធជាមួយនឹងបញ្ហាវិស័យដីធ្លីគឺមានន័យថាបទបញ្ជាហើយនឹងសជននេះគឺមានឥទ្ធិពលច្រើនជាងច្បាប់នេះគឺជាការកត់សម្គាល់ជារួមនៅក្នុងទស្សនវិជ្ជានៃបរិបទនៅក្នុងសង្គមខ្មែររបស់យើងបាទលោកពិសិដ្ឋមានអ្វីលោកមានមួយនាទីបាទសូមអរគុណច្រើនខ្ញុំសូមចាក់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងការចំនួនដីធ្លីដែលអាចឈានទៅដល់ការប្តឹងផ្តល់ទៅតុលាការដើម្បីប្តឹងទៅតុលាការត្រូវតែអ្នកដែលប្តឹងគឺថាយើងមានជាអ្នកកាន់កាប់ដីធ្លីនោះគឺថាមានកម្មសិទ្ធិដីធ្លីដែលថាតើយើងមានវិវាទទៅលើកម្មសិទ្ធិដីធ្លីនោះតើយើងមានបានកម្មសិទ្ធិបាទភាគីផ្សេងទៀតគេថាក៏គេក៏ជាម្ចាស់កម្មសិទ្ធិដីនឹងដែរអញ្ចឹងគេទៅពីម្ដងដែលនឹងអាចដាក់ទៅតុលាការដើម្បីគេសម្រេចពីថាតើជាកម្មសិទ្ធិរបស់អ្នកណាពាក់ព័ន្ធនឹងហ្នឹងហើយពាក់ព័ន្ធជាមួយនឹងរឿងខ្លះយើងឃើញរឿងខ្លះរឿងដីធ្លីខ្លះឆ្លងកាត់ទៅតុលាការដែលមានប្រជាពលរដ្ឋច្រើនជាមួយនឹងឈ្មួញហើយរឿងខ្លះទៀតអត់ឆ្លងកាត់ទៅតុលាការទេគឺឆ្លងកាត់ទៅគណៈកម្មការដោះស្រាយទំនាស់ដីធ្លីគណៈកម្មការសុយដីបាទថ្នាក់ជាតិឬថ្នាក់មូលដ្ឋាននេះជាដើមហើយករណីខ្លះដែលតុលាការសម្រេចហើយបែរទៅជាពេលដែលមានសេចក្តីសម្រេចពីគណៈរដ្ឋមន្ត្រីពីនាយករដ្ឋមន្ត្រីឬក៏សជនពីនាយករដ្ឋមន្ត្រីអីចឹងទៅសេចក្តីសម្រេចរបស់តុលាការដែលចេញនោះគឺត្រូវអនុវត្តបានឧទាហរណ៍ដូចជានៅក្នុងករណីមួយដែលកើតឡើងកាលពីខែមិនិនាឆ្នាំ2013យើងនេះនៅខេត្តបរសៃអនុនោះគឺអនុវត្តសាក្រមរបស់តុលាការខេត្តកោះកុងនោះគឺទៅជាប់គាំងមិនថាផ្អាកការអនុវត្តដោយសារមានសេចក្តីសម្រេចពីនាយករដ្ឋមន្ត្រីហើយនៅពេលនោះគឺនាយករដ្ឋមន្ត្រីបកគោលដីហ្នឹងទៅឲ្យជាពលរដ្ឋវិញហើយឲ្យក្រុមហ៊ុនមួយហ្នឹងគឺថាជួយសាងសង់លំនៅឋានឲ្យជាពលរដ្ឋផងដែរបាទសូមអរគុណបាទដោយសារយើងអស់ម៉ោងហើយខ្ញុំសូមអរគុណវាគ្មិនទាំង3ហើយនឹងលោកអ្នកស្ដាប់ទាំងអស់ដែលបានតាមដានវិទ្យុអសីសេរីនិងលោកអ្នកស្ដាប់ដែលបានទូរស័ព្ទចូលហើយយើងមិនមានឱកាសលើកទូរស័ព្ទបាទសម្រាប់ជីវិតានិងសហការីទាំងអស់សូមអរគុណនិងសូមជម្រាបលា